ទីនេះវិទ្យុសំឡេងអំណាចពលរដ្ឋខ្មែរទីនេះវិទ្យុសំឡេងអំណាចពលរដ្ឋខ្មែរអំណាចខ្មែរពូកែរៃបានក្នុងលោកមានចេញយកទៅតាមប្រសាទទេណាអាយមកធ្វើបបរជាស្រាប់ណាតែដំតាចាទុកលើដែនដីម៉ែក្រោកឡើង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 បងអំលែងពោសូមគោរពជំរាបសួរលោកស្រីអ្នកនាងកញ្ញាជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសទាំងអស់ជាទីគោរពកម្មវិធីផ្សាយរបស់វិទ្យុសំឡេងអំណាចខ្មែរសម្រាប់ថ្ងៃ9កើតខែបោះឆ្នាំវកអដ្ឋស័កពុទ្ធសករាជ2560ត្រូវនឹងថ្ងៃសុក្រទី6ខែមករាគ្រិស្តសករាជ2017មានដូចតទៅគោលនយោបាយ3ជំហាននិង19ចំណុចរបស់គណៈបកអំណាចខ្មែរនាទីបទយកការខ្លីស្ដីពីសកម្មភាពនយោបាយរបស់វិទ្យុសំឡេងអំណាចខ្មែរប្រសាសន៍របស់លោកសួនសេរីរដ្ឋាប្រធានគណៈបកអំណាចខ្មែរដែលបានថ្លែងក្នុងវេទិកាបណ្ដុះបណ្ដាលភាពជាអ្នកនយោបាយដល់យុវជនកាលពីថ្ងៃទី11ខែមិថុនាឆ្នាំ2016នៅខេត្តបាត់ដំបងនិងចុងបញ្ចប់បងប្អូននឹងបានស្ដាប់ជំរាបខ្មែរជាបន្តទៅទៀតនេះសូមបងប្អូនតាមដានស្ដាប់កម្មវិធីគោលនយោបាយ3ជំហាននិង19ចំណុចរបស់គណៈបកអំណាចខ្មែរដូចតទៅគោលនយោបាយ3ជំហាននិង19ចំណុចរបស់គណៈបកអំណាចខ្មែរជំហានទី1ការតស៊ូគោលនយោបាយមុននឹងសម្រេចចូលរួមការបោះឆ្នោត1បន្តទាមទាររំលាយកជបបច្ចុប្បន្នដែលជាកោតារបស់គណៈបកនោះចោលរួចបង្កើតកជបថ្មីដែលធ្វើឲ្យស្ថាប័ននេះទៅជាស្ថាប័នឯករាជ្យពិតប្រាកដលែងបែងចែកជាកោតារបស់គណៈបកនយោបាយត្រូវជ្រើសរើសសមាជិកកជបជាបុគ្គលឯករាជ្យដែលមិនមែនជាសមាជិកនៃគណៈបកនយោបាយបើក្នុងលក្ខខណ្ឌដែលមិនអាចរកបាននៅបេក្ខជនឯករាជ្យជាជនជាតិខ្មែរមកកាន់តួនាទីក្នុងស្ថាប័នកជបនេះទេគណៈបកនយោបាយទាំងអស់ត្រូវរួមគ្នាធ្វើសំណើទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិសូមអង្គការសហប្រជាជាតិឲ្យជួយបង្កើតក្រុមការងារអន្តរជាតិឯករាជ្យមួយមកចូលរួមរៀបចំការបោះឆ្នោតក្នុងប្រទេសដើម្បីធានាឲ្យបាននៅការបោះឆ្នោតមួយដោយសេរីនិងយុត្តិធម៌តាមស្មារតីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស23តុលា1991 2បន្តទាមទារឲ្យពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោតសារជាថ្មីឡើងវិញដើម្បីសម្អាតឈ្មោះជនបរទេសយួនចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោតក្នុងគោលបំណងធានាឲ្យបានតែជនជាតិខ្មែរទិញជាតិខ្មែរតែប៉ុណ្ណោះជាអ្នកមានសិទ្ធិបោះឆ្នោតសម្រាប់យកវាសនាជាតិខ្មែរនិងជ្រើសរើសមេដឹកនាំខ្មែរដោយខ្លួនឯង3ទាមទារឲ្យពលរដ្ឋខ្មែរដែលទៅធ្វើការជាពលករឬជាកម្មករនៅបរទេសនិងពលរដ្ឋខ្មែរដែលកំពុងរស់នៅឯក្រៅប្រទេសមានសិទ្ធិបោះឆ្នោតហើយអាចបោះឆ្នោតបានដោយពលរដ្ឋខ្មែរដែលរស់នៅក្នុងស្រុកខ្មែរដែរពលរដ្ឋខ្មែរដែលរស់នៅនិងធ្វើការនៅឯបរទេសអាចទៅបោះឆ្នោតនៅតាមការិយាល័យទូតឬការិយាល័យកុងស៊ុលសហគមន៍ខ្មែរឬក៏វត្តខ្មែរនៅបរទេសដែលមានមន្ត្រីឯករាជ្យសម្រាប់រៀបចំការបោះឆ្នោតនិងធ្វើការដោយស្ម័គ្រចិត្ត4ទាមទារឲ្យមានច្បាប់ដើម្បីផ្ដល់សិទ្ធិឲ្យពលរដ្ឋមានសិទ្ធិស្នើបេក្ខភាពអ្នកនយោបាយដែលចង់ឈរឈ្មោះជាតំណាងរាស្ត្រអ្នកដែលចង់ឈរឈ្មោះជាបេក្ខជនម្នាក់ត្រូវតែមានការស្នើលើកបេក្ខភាពពីពលរដ្ឋដែលរស់នៅក្នុងមណ្ឌលរបស់ខ្លួនយ៉ាងតិច 5000 នាក់មុននឹងគណៈបកទទួលយល់ព្រមឲ្យធ្វើជាបេក្ខជនតំណាងឲ្យគណៈបក5ទាមទារឲ្យមានច្បាប់បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីដោយផ្ទាល់ពីពលរដ្ឋកំណត់អាណត្តិបេក្ខជនអ្នកឈរឈ្មោះជានាយករដ្ឋមន្ត្រីហើយបេក្ខជននាយករដ្ឋមន្ត្រីមកពីគ្រប់គណៈបកត្រូវតែឡើងជជែកប្រកួតប្រជែងគ្នាបង្ហាញសមត្ថភាពជាសាធារណៈនៅចំពោះមុខពលរដ្ឋដើម្បីឲ្យពលរដ្ឋសួរដេញដោលជាសាធារណៈនិងត្រូវធ្វើឲ្យមានវេទិកានេះបានគ្រប់ខេត្តនៅទូទាំងប្រទេសជំហានទី2កម្មវិធីនយោបាយអភិវឌ្ឍប្រទេស1គ្រួសារពលរដ្ឋខ្មែរគ្រប់គ្រួសារត្រូវតែមានដីសម្រាប់សង់ផ្ទះកសិករខ្មែរគ្រប់គ្រួសារត្រូវតែមានដីចម្ការសម្រាប់ធ្វើកសិកម្មចិញ្ចឹមជីវិតប្តីប្រពន្ធកូនកំលោះកូនក្រមុំដែលទើបរៀបការលើកទី1គឺរៀបការដំបូងនោះ
គឺរដ្ឋនឹងចងនៅចំណងដៃជាដី1ឡូដែលទីតាំងនិងទំហំដីចំណងដៃត្រូវរៀបចំកំណត់ដោយច្បាប់ស្ដីពីគោលនយោបាយជាតិសម្រាប់ចែកជូនពលរដ្ឋសង់លំនៅឋានតាមតំបន់ទីក្រុងទីប្រជុំជននិងជនបទប្រពៃណីវប្បធម៌សាសនានិងភាសារបស់ជនជាតិដើមព្រមទាំងសិទ្ធិជាម្ចាស់កម្មសិទ្ធិលើការកាន់កាប់ដីធ្លីរបស់ជនជាតិដើមត្រូវតែគោរពមិនអាចរំលោភបានជាដាច់ខាត 2. ពិនិត្យនិងសាររើដើម្បីលុបចោលនៅទម្រង់កិច្ចសន្យាវិនិយោគដែលមានរយៈពេលវែង99ឆ្នាំពិនិត្យលើកិច្ចសន្យាខ្ចីលុយពីបរទេសទាំងអស់ឡើងវិញដកហូតអាជ្ញាប័ណ្ណពីក្រមកាប់ឈើទាំងអស់ហើយធ្វើច្បាប់បិទលែងឲ្យកាប់ឈើយ៉ាងតិច15ឆ្នាំឬយូរជាងនេះដោយគ្មានពេលកំណត់ដើម្បីធានាការពារព្រៃឈើការពារជំរកសត្វការពារបរិស្ថានធម្មជាតិការពារធនធានរ៉ែនៅក្រោមដីនិងដើម្បីស្ដារធនធានធម្មជាតិឡើងវិញ 3. បង្កើតឲ្យមានច្បាប់គោលនយោបាយជាតិសម្រាប់ការបែងចែកនៅប្រាក់ចំណូលដែលបានមកពីឧស្ម័នធម្មជាតិប្រេងកាតនិងបានមកពីបេតិកភណ្ឌវប្បធម៌ជាតិប្រាង្គប្រាសាទដើម្បីចែកភាគចំណូលជូនពលរដ្ឋខ្មែរគ្រប់គ្នាឲ្យទទួលបានជារៀងរាល់ឆ្នាំនិងគ្រប់គ្នាបង្កើតច្បាប់ត្រួតពិនិត្យប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុនអ្នករកស៊ីមន្ត្រីអ្នកធ្វើការគ្រប់ឋានៈនិងពលរដ្ឋទូទាំងប្រទេសដើម្បីធានាសម្អាតនៅអំពើពុករលួយនិងការលាងលុយកខ្វក់ដំឡើងពន្ធលើគ្រឿងស្រវឹងគ្រប់ប្រភេទនិងបារីឲ្យខ្ពស់យ៉ាងតិច 150% ដើម្បីយកថវិកាមកបញ្ចុះពន្ធប្រេងសាំងនិងជួយខាងផ្នែកសុខាភិបាលសាធារណៈដើម្បីពលរដ្ឋទទួលបានសេវាព្យាបាលពីមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ 4. សម្អាតនិងស្ដារឡើងវិញនៅបរិស្ថានបឹងទន្លេសាបនិងទន្លេមេគង្គសិក្សារកវិធីសម្រាប់ដើមបន្លាយួនដែលកំពុងដុះរាលដាលបំផ្លាញជម្រកមច្ឆជាតិលុបបំបាត់ភូមិបណ្ដែតទឹកអនាធិបតេយ្យដើម្បីធ្វើឲ្យបឹងទន្លេសាបនិងទន្លេមេគង្គមានរូបភាពមកដូចដើមវិញហើយធ្វើច្បាប់តឹងរឹងគ្រប់ឡូនេសាទដោយបិទឡូនេសាទឯកជនហើយអនុញ្ញាតឲ្យមានត្រឹមតែឡូនេសាទសហគមន៍ដែលធ្វើការនេសាទនិងប្រើឧបករណ៍នេសាទមិនប៉ះពាល់និងមិនមានហានិភ័យដល់ជីវិតមច្ឆជាតិ 5. បដូរប្រព័ន្ធសិក្សាធិការជាតិគ្រប់សាលារដ្ឋពីថ្នាក់មត្តេយ្យសិក្សាបឋមសិក្សាអនុវិទ្យាល័យនិងវិទ្យាល័យដោយកែតម្រង់ឲ្យសិស្សរៀនពេញមួយថ្ងៃដែលរដ្ឋជាអ្នកឧបត្ថម្ភអាហារថ្ងៃត្រង់មួយពេលដល់សិស្សដែលបន្តរៀននៅមហាវិទ្យាល័យគឺរដ្ឋនឹងឲ្យខ្ចីលុយសម្រាប់បង់ថ្លៃសិក្សាសិស្សពូកែរដ្ឋនឹងផ្ដល់អាហារូបករណ៍ 100% ឬក៏អាចផ្ដល់អាហារូបករណ៍ឲ្យទៅសិក្សានៅបរទេសដើម្បីបង្កើតធនធានមនុស្សឲ្យមករួមចំណែកធ្វើការបម្រើជាតិ 6. ធ្វើជំរឿនដើម្បីត្រួតពិនិត្យជនបរទេសទាំងអស់ដែលកំពុងរស់នៅក្នុងប្រទេសខ្មែរឡើងវិញចំពោះក្រុមជនបរទេសខុសច្បាប់ដែលចូលមករស់នៅប្រទេសខ្មែរត្រូវចាប់ផាកពិន័យនិងបញ្ជូនធ្វើមាតុភូមិនិវត្តន៍ឲ្យវិលទៅស្រុកកំណើតរបស់ពួកគេវិញហើយផ្តិតអត្តសញ្ញាណនិងរក្សាទិន្នន័យទុកដោយហាមឃាត់មិនឲ្យជននោះទទួលបាននៅទិដ្ឋាការចូលមកប្រទេសខ្មែរដាច់ខាតក្នុងរយៈពេល10ឆ្នាំបង្កើតនិងអនុវត្តច្បាប់អន្តរប្រវេសន៍តឹងរឹងដែលត្រូវដាក់ទោសកម្រិតព្រហ្មទណ្ឌដល់មន្ត្រីឬជនណាដែលរកស៊ីជួញដូរនិងរត់ពន្ធមនុស្សឆ្លងដែនចូលមកប្រទេសខ្មែរឬក៏ប្រើប្រាស់ប្រទេសខ្មែរជាជំរកស្នាក់នៅដើម្បីបន្តទៅកាន់ប្រទេសទី3 7. បង្កើតការគ្រប់គ្រងទិន្នន័យពលរដ្ឋតាមបច្ចេកវិទ្យាទំនើបដែលរៀបចំឲ្យពលរដ្ឋម្នាក់ៗមានលេខគណនីសម្គាល់ខ្លួនសម្រាប់ផ្ទុកទិន្នន័យផ្ទាល់ខ្លួននិងសម្រាប់សេវាផ្គត់ផ្គង់សង្គមដើម្បីទទួលបានការធានារ៉ាប់រងសុខភាពដែលពលរដ្ឋខ្មែរគ្រប់រូបទទួលបានការព្យាបាលក្នុងមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃនិងកុមារគ្រប់រូបដែលឪពុកម្ដាយលែងលះគ្នាភាគីឪពុកឬម្ដាយត្រូវតែផ្ដល់អាហារូបត្ថម្ភចិញ្ចឹមកូនរហូតដល់កូនអាយុ18ឆ្នាំ 8. បង្កើតច្បាប់ទទួលស្គាល់និងការពារសិទ្ធិពលរដ្ឋខ្មែរដែលជាកូនខ្មែរមានឪពុកម្ដាយឬជីដូនជីតាជាជនជាតិខ្មែរទោះជារស់នៅប្រទេសណាក៏ដោយគឺត្រូវតែទទួលបាននូវសេវាការពារនិងសេវាឧបត្ថម្ភជំនួយចាំបាច់ពីរដ្ឋាភិបាលតាមរយៈស្ថានទូតស្ថានកុងស៊ុលប្រចាំនៅក្នុងប្រទេសនោះខ្មែរក្រោមខ្មែរកណ្ដាលខ្មែរលើគឺជាខ្មែរតែមួយហើយទុករបស់ពលរដ្ឋខ្មែរក្រោមខ្មែរកណ្ដាលនិងខ្មែរលើគឺជាទុករបស់ខ្មែរតែមួយប្រកាសទទួលស្គាល់ជនជាតិដើមជាម្ចាស់ប្រទេសដើម្បីទាមទារសេរីភាពនិងឯករាជ្យភាពរបស់ខ្លួនស្របតាមច្បាប់ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ 9. ធ្វើកំណែតម្រង់ច្បាប់តុលាការកងកម្លាំងប្រដាប់អាវុធប្រព័ន្ធគ្រប់គ្រងសាធារណៈនិងក្របខ័ណ្ឌរបស់មន្ត្រីសាធារណៈឲ្យនៅឯករាជ្យមិនចំណុះគណៈបកនយោបាយសារព័ត៌មាននិងអង្គការសង្គមស៊ីវិលត្រូវទទួលបានថវិកាគាំទ្រពីរដ្ឋាភិបាលដើម្បីធ្វើកិច្ចការតាមវិជ្ជាជីវៈរបស់ខ្លួនសមាជិកសភាក្នុងអាណត្តិមានកញ្ចប់ថវិកាប្រចាំអាណត្តិឯករាជ្យសម្រាប់បម្រើសេវាកម្មក្នុងមណ្ឌលដែលខ្លួនជាតំណាងរាស្ត្រមានធានារ៉ាប់រងសុខភាពសម្រាប់ខ្លួនឯងនិងក្រុមគ្រួសារក្នុងអាណត្តិការងារ
លុបបំបត្តិនៅទម្លាប់ធ្វើការរបៀបការិយាល័យធិបតេយ្យមន្ត្រីបម្រើការងាររដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ត្រូវមានធានារ៉ាប់រងសុខភាពសម្រាប់ខ្លួនឯងនិងសមាជិកគ្រួសារបង្កើតច្បាប់កំណត់នៅថ្លៃប្រាក់ឈ្នួលពលករទាបបំផុត$10អាមេរិកក្នុងមួយថ្ងៃសម្រាប់ពលករនិងកម្មករដែលគ្មានជំនាញធ្វើការ8ម៉ោងក្នុងមួយថ្ងៃនិងប្រាក់ឈ្នួលខែម៉ោងចំនួន 150% នៃអត្រាប្រាក់ថ្លៃឈ្នួលនៃម៉ោងធម្មតាជំហានទី3ការទប់ស្កាត់នៅការវិលត្រឡប់មកវិញនៅរបបផ្ដាច់ការនិងការការពារអធិបតេយ្យភាពបូរណភាពទឹកដី 1. កំណត់អាណត្តិអ្នកចូលឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីតែ2អាណត្តិបន្ថយអាណត្តិរដ្ឋាភិបាលមកត្រឹមតែ4ឆ្នាំក្នុងមួយអាណត្តិបន្ថយអាណត្តិសភាអ្នកតំណាងរាស្ត្រមកត្រឹម2ឆ្នាំក្នុងមួយអាណត្តិកំណត់ចំនួននៃសមាជិករដ្ឋាភិបាលឲ្យនៅត្រឹមតែ25នាក់យ៉ាងច្រើន 2. ធ្វើច្បាប់ឲ្យពលរដ្ឋបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីអភិបាលខេត្តក្រុងស្រុកខណ្ឌឃុំសង្កាត់និងជ្រើសរើសអ្នកតំណាងសាធារណៈផ្សេងៗតាមប្រព័ន្ធឯកតនាមបេក្ខជនឈរឈ្មោះបោះឆ្នោតគ្រប់មុខតំណែងត្រូវតែឡើងជជែកជាសាធារណៈជាមួយនឹងបេក្ខជនមកពីគណៈបកនយោបាយផ្សេងៗទៀតដើម្បីឲ្យពលរដ្ឋបានស្គាល់ពីសមត្ថភាពរបស់បេក្ខជននិងមានព័ត៌មានគ្រប់គ្រាន់យកទៅវិនិច្ឆ័យមុននឹងបោះឆ្នោតគាំទ្របេក្ខជនណាម្នាក់ 3. នាយករដ្ឋមន្ត្រីគ្មានសិទ្ធិបញ្ជាចល័តកងទ័ពដាច់ខាតប្រសិនបើប្រទេសគ្មានសង្គ្រាមជាមួយនឹងបរទេសអំណាចបញ្ជាចល័តកងទ័ពគឺជាអំណាចឯករាជ្យរបស់អគ្គមេបញ្ជាការកងទ័ពជាតិបន្ទាយកងទ័ពត្រូវតាំងនៅតំបន់ជាយដែនដើម្បីការពារអធិបតេយ្យភាពទឹកដីហើយនៅទីក្រុងឲ្យមានតែត្រឹមមណ្ឌលវឹកវើតែប៉ុណ្ណោះកងទ័ពមិនអាចក្រងឯកសណ្ឋានកងទ័ពចូលទីក្រុងឬទីសាធារណៈបានដាច់ខាតបើគ្មានកម្មវិធីជាតិផ្លូវការរាជធានីខេត្តក្រុងគឺរក្សាសន្តិសុខដោយកងនគរបាលដែលអំណាចកងនគរបាលជាតិនិងកងនគរបាលខេត្តគឺចែកដាច់ពីគ្នា 4. ពិនិត្យសាររើនៅកិច្ចព្រមព្រៀងទ្វេភាគីជាមួយនឹងប្រទេសជិតខាងឡើងវិញប្រកាសទុកជាមោឃៈនៅរាល់កិច្ចព្រមព្រៀងទ្វេភាគីណាដែលប្រឆាំងនឹងផលប្រយោជន៍ប្រទេសជាតិអនុវត្តឡើងវិញឲ្យបានពេញលេញនៅកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃទី23តុលា1991ដែលអន្តរជាតិនិងអង្គការសហប្រជាជាតិទទួលស្គាល់ប្រាសិទ្ធជាប្រទេសឯករាជ្យនិងអធិបតេយ្យដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងប្តឹងទៅតុលាការអន្តរជាតិសម្រាប់ដោះស្រាយវិវាទដែនសមុទ្រនិងដែនកោះទាមទារយកមកវិញនៅទឹកដីខ្មែរដែលបាត់បង់ទាំងដីគោកដីកោះនិងដែនសមុទ្រដែលប្រទេសជិតខាងរំលោភឈ្លានពានដោយមិនគោរពតាមច្បាប់អន្តរជាតិ 5. បង្កើតច្បាប់តម្រូវឲ្យអ្នកចង់ធ្វើនយោបាយចង់ចូលឈ្មោះជាបេក្ខជនអ្នកនយោបាយនៅគ្រប់ការិយាល័យនយោបាយត្រូវតែប្រកាសទ្រព្យសម្បត្តិផ្ទាល់ខ្លួនទាំងពេលចូលឈ្មោះពេលចូលកាន់តំណែងនិងពេលចប់អាណត្តិការងារអ្នកនយោបាយជាន់ខ្ពស់ដែលចូលនិវត្តន៍ត្រូវតែមានច្បាប់ចូលនិវត្តន៍ដោយឡែកដែលរដ្ឋនឹងផ្ដល់នូវថ្លៃធានារ៉ាប់រងសុខភាពផ្ដល់លំនៅឋានសម្រាប់ស្នាក់នៅនិងចូលនិវត្តន៍ផ្ដល់សេវាការពារសន្តិសុខនិងមាននៅកញ្ចប់ប្រាក់សម្រាប់ចូលនិវត្តន៍ដើម្បីរស់សមរម្យកម្មវិធីគោលនយោបាយ3ជំហាននិង19ចំណុចរបស់គណៈបកអំណាចខ្មែរដែលបងប្អូនបានតាមដានស្ដាប់នៅពេលនេះចប់តែប៉ុណ្ណេះជាបន្តទៅនេះសូមលោកអ្នកនាងតាមដានស្ដាប់នាទីបទយកការខ្លីស្ដីពីសកម្មភាពនយោបាយរបស់វិទ្យុស្ដីអំណាចខ្មែរសេរីរដ្ឋាប្រធានគណៈបកអំណាចខ្មែរបានសរសេរនៅលើបណ្ដាញសង្គម Facebook ផ្លូវការរបស់លោកនៅថ្ងៃទី4ខែមករាឆ្នាំ2017ថាបើទោះបីជានៅមានសារព័ត៌មានមួយចំនួនលើកជើងថាគណៈបកសង្គ្រោះជាតិជាគណៈបកប្រឆាំងនោះក៏ការពិតតម្លៃនៃគណៈបកនេះវាលែងជាគណៈបកប្រឆាំងទៅហើយតាំងពីមេដឹកនាំនិងក្រុមអ្នកនយោបាយក្នុងគណៈបកនេះចេះត្រឹមតែអង្វរលន់តួនិងសុំចរចាជាមួយគណៈបកប្រជាជនកម្ពុជានោះបើនិយាយឲ្យចំហើយស្រួលស្ដាប់នោះគណៈបកសង្គ្រោះជាតិគឺជាគណៈបកអង្គវប្រធានគណៈបកអំណាចខ្មែរបានសរសេរជាបន្តថាតាំងពីចូលបង្ក្រប់ទឹកក្នុងសភាជួយបន្តអំណាចឲ្យលោកហ៊ុនសែនរួចមកតើពលរដ្ឋខ្មែរដែលឃើញឬដែលឮគណៈបកសង្គ្រោះជាតិចេញមុខប្រឆាំងអ្វីដើម្បីការពារផលប្រយោជន៍ជាតិទេក្រៅពីសុំចរចានិងសុំអង្គវរកពេលជួបជាមួយមេដឹកនាំគណៈបក
ប្រជាជនកម្ពុជាដើម្បីសុំដោះស្រាយរឿងបុគ្គលមេបករបស់ខ្លួននោះគឺគណៈបកនេះមិនដែលហ៊ានឈរប្រឆាំងដើម្បីការពារផលប្រយោជន៍ជាតិទេហើយចុងក្រោយសូម្បីតែខ្នាតផែនទីប្រទេសខ្មែរដែលជាចំណុចស្លាប់រស់នៃអធិបតេយ្យភាពទឹកដីរបស់ខ្មែរក៏មេដឹកនាំគណៈបកនេះលោកសំរងស៊ីប្រកាសគាំទ្រជំហរលោកហ៊ុនសែននិងយួនដែរជាចុងក្រោយនៅក្នុងអត្ថបទសំណេររបស់លោកសួនសេរីរដ្ឋាលោកបានសរសេរជាបន្តទៀតយ៉ាងដូចនេះថាមួយវិញទៀតបើនិយាយពីអ្នកស្លាប់អ្នករបួសទាំងពលរដ្ឋនិងកម្មករដែលមេដឹកនាំគណៈបកនេះបានដឹកនាំយកមកឲ្យកងកម្លាំងប្រដាប់អាវុធរបស់លោកហ៊ុនសែនបោកគ្រាប់បែកបាញ់សម្លាប់និងរបួសតាំងពីឆ្នាំ1997រហូតមកនោះក៏មេដឹកនាំគណៈបកនេះមិនដែលរក្សាជំហរតវ៉ាទាមទាររកយុត្តិធម៌ជូនក្រុមគ្រួសារជនរងគ្រោះដែរក្រៅពីយកខ្មោចអ្នកស្លាប់ទៅធ្វើបុណ្យរៃអង្គាសបច្ច័យនៅក្រៅប្រទេសដើម្បីយកលុយចូលហៅប៉ៅដើរធ្វើនយោបាយទេសចរនោះជុំវិញនឹងការលើកឡើងរបស់លោកសួនសេរីរដ្ឋានេះផងដែរអ្នកនាំពាក្យគណៈបកអំណាចខ្មែរលោកទេពវីរៈបានយល់ឃើញថាតើទៅនឹងគណៈបកសង្គ្រោះជាតិធ្វើនយោបាយចរចាអង្វរដើម្បីដោះលែងដើម្បីលើកលែងទោសដើម្បីបែងចែកអំណាចរវាងគណៈបកខ្លួនគណៈបកសង្គ្រោះជាតិនិងដើម្បីមានដឹកនាំខ្លួនតាមនីតិកម្មសខាខ្ញុំយល់ឃើញថាវាប្រៀបដូចជាខ្លាពីដើមខ្លាដែលមានចង្កូមណាតែដល់ពេលបច្ចុប្បន្ននេះវាប្រៀបដូចជាខ្លាដែលបាក់ចង្កូមឬក៏យើងអាចនិយាយបានថាវាអស់ប្រសិទ្ធភាពជាគណៈបកប្រឆាំងពីព្រោះបើសិនជាគេដើរស៊ូតាំងខ្លួនជាគណៈបកប្រឆាំងយើងមើលគំរូមានអីជាដើមគណៈបកប្រឆាំងគឺគេប្រឆាំងដាច់ខាតហើយប្រឆាំងដើម្បីជាពលរដ្ឋដើម្បីជាជនងាយរីកចម្រើនគឺគេមិនងាយរំណោបជាមួយនឹងគណៈបកកណ្ដាលអំណាចប៉ុន្តែគេប្រឆាំងត្រូវគេមិនមែនប្រឆាំងឬក៏តវ៉ាដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនទេឧទាហរណ៍អង្គសារទូជីអញ្ចឹងគឺគាត់ប្រឆាំងគាត់ទាមទារគាត់តវ៉ាហើយគាត់ទាមជាប់គុកនៅក្នុងគេហៅថាជាប់មិនប្រមនិរទេសចេញទៅក្រៅណាទុកចិត្តក្រាស់ញញឹមនៅក្នុងទឹកដីនៅក្នុងប្រទេសនៅក្នុងប្រទេសរបស់គេតែយើងមើលទៅសំនឹងទីវិញយើងឃើញថាមកតិចដាក់មេប្រុចតិចដាក់មេផាយហើយគ្រប់ការធ្វើនយោបាយទាំងអស់គេរៀបចំសេណារីយ៉ូដើម្បីគណៈបករបស់គេឈ្នះនិងរៀបចំដើម្បីឲ្យខ្លួនគេនឹងមានអំណាចមានតំណែងទូនាទីក្នុងក្រុមគេកាន់តែធំជាងមុនប៉ុន្តែការទាមទារទាំងអស់ដូចជាការទាមទារបង្កើតវិទ្យុបង្កើតទូរទស្សន៍អីជាដើមគឺទាមទារដើម្បីយកប្រជាប្រិយភាពគណៈបករបស់ពួកគេប៉ុន្តែមិនមែនទាមទារដើម្បីឲ្យគណៈបកទាំងអស់អាចមានសិទ្ធិបញ្ចេញមតិឬក៏អាចមានលទ្ធភាពបង្កើតស្ថានីយវិទ្យុទូរទស្សន៍ដោយគេទាមទារទេគេធ្វើដើម្បីបកហើយខ្ញុំនិយាយដដែលថាបើសិនជាគណៈបកនឹងឬក៏មេដឹកនាំនឹងគេធ្វើដើម្បីជាតិគឺគេគួរតែធ្វើការទាមទារដើម្បីជាតិគឺទាមទារឧទាហរណ៍ថាទាមទាររឿងព្រំដែនទាមទាររឿងលោកបំបត្តិជនអន្តោប្រវេសន៍យួនអីជាដើមជាមិនតែជាតិដែលទៅទៅនឹងបានប្រយោជន៍របស់ជាតិប៉ុន្តែក្រោយពីឆ្នាំ2013ឃើញសំរងស៊ីនិយាយថាបើសិនជាគេជាប់ឆ្នោតគេនឹងឲ្យជនជាតិយួនទាំងអស់ហ្នឹងខ្លាចទៅជាប្រវត្តិសាស្ត្រជាប់ទៅវិញគេណាអាហ្នឹងខ្ញុំគិតថាវាអត់មានឆន្ទៈផ្នែកអាចចិត្តអីប្រកបទេហើយវាមិនមែនជាឆន្ទៈនៃគណៈបកប្រឆាំងពិតប្រាកដទេយើងអាចដូចនិយាយថាជាគណៈបកដែលចូលចិត្តឬក៏មេដឹកនាំគណៈបកប្រឆាំងអីហ្នឹងអាចจะចូលចិត្តអង្វរចូលចិត្តចរចាជាមួយបកកណ្ដាលអំណាចដើម្បីប្រយោជន៍មានការៈខ្លួនឯងនិងបកខ្លួនឯងបានប៉ុន្តែយើងមិនអាចនិយាយបានថាជាគណៈបកប្រឆាំងឬមេគណៈបកប្រឆាំងធំជាងគេនៅកម្ពុជាបានទេបើសិនជាពីមុនយើងអាចនិយាយបានប៉ុន្តែបច្ចុប្បន្ននេះខ្ញុំគិតថាសំនឹងទីឥឡូវវាខុសពីសំនឹងទីពីមុនគណៈបកសង្គ្រោះជាតិបច្ចុប្បន្នវាមិនមែនជាគណៈបកប្រឆាំងដែលធំទេវាគាត់ជាគណៈបកដែលកើតមុនគេហើយជាពលរដ្ឋនឹងតាមមុនគេគេថាអាចបោកមុនគេដល់ប៉ុណ្ណឹងប៉ុន្តែឲ្យថាគណៈបកខ្លាំងគណៈបកប្រឆាំងដែលធំខ្ញុំគិតថាវាមិនបានទេពីព្រោះសកម្មភាពទាំងមើលដែលពួកគេធ្វើវាប្រឆាំងពីអ្វីដែលយើងមើលឃើញបច្ចុប្បន្នខ្ញុំយល់ថាជាពលរដ្ឋយើងប្រហែលជាគាត់មិនប្រហែលទេច្បាស់ជាគាត់ដឹងក្នុងចិត្តហើយថាគណៈបកប្រឆាំងសំនឹងទីសង្គ្រោះជាតិហ្នឹងគណៈបកដែលមានសំនឹងទីកម្មសខាធ្វើជាមេដឹកនាំហ្នឹងវាមិនមែនជាបកដែលល្អហើយក៏មិនមែនជាមេដឹកនាំដែលល្អប៉ុន្តែគាត់តែជាឱកាសនយោបាយតែថាមានជំរឿនណាដែលជាងសំនឹងទីកម្មសខាណាប៉ុន្តែដូចឥឡូវយើងមានគណៈបកអំណាចខ្មែរដែលមានលោកសុនត្រីរដ្ឋាជាប្រធានយើងឃើញថាសមត្ថភាពវាអាចប្រកួតប្រជែងនៅបានអញ្ចឹងបើសិនជាសំនឹងទីកម្មសខាឬក៏គណៈបកណាដែលមានសមត្ថភាពដែលយល់ថាខ្លួនឯងខ្លាំងពិតប្រាកដយើងអាចឡើងលើវេទិកាតុកមួយដើម្បីជជែកដើម្បីទូជីកឬជីកគាត់រវាងអ្នកដកឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីទៅបើសិនជាយើងខ្លាំងពិតប្រាកដណាអញ្ចឹងឱកាសនៃការ
còn trò nó bị biến thành ra tiếp bị biến thành làm tiếp mà ta bản thân này như là chỉ chỉ mình nước thì mình nó này là cái tôi các bạn là trong snow mình tiên lại chơi mình tiên chụp cho cha để còn làm tóc mũi này trong cái thằng này con là chia phơi là yêu bài đầm bay cây chụp đánh tiếp chia vào tập phở mà đây mình mát phơi là yêu bài đầm bay ba chụp họ chia vào qua bị mặt cái bọc phục cái này mà ដូច្នេះពលរដ្ឋខ្មែរត្រូវគិតពីជំរឿថ្មីនិងមិនត្រូវបន្តចាញ់បោកនយោបាយរបស់គណៈបកអង្គរនេះទៀតទេ នាទីបានយកការខ្លីស្ដីពីសកម្មភាពនយោបាយរបស់វិទ្យុសំឡេងអំណាចខ្មែរដែលលោកអ្នកនាងទើបបានស្ដាប់នៅពេលនេះចប់តែប៉ុណ្ណេះនាទីនេះនឹងមានផ្សាយជូនលោកអ្នកនាងស្ដាប់នៅថ្ងៃស្អែក គណៈបកអំណាចខ្មែរមានបេសកកម្មនយោបាយធ្វើនយោបាយដើម្បីឲ្យពលរដ្ឋខ្មែរជាអ្នកឈ្នះ គណៈបកអំណាចខ្មែរមានបេសកកម្មនយោបាយធ្វើនយោបាយដើម្បីឲ្យពលរដ្ឋខ្មែរជាអ្នកឈ្នះ ដើម្បីឲ្យពលរដ្ឋខ្មែរឈ្នះគណៈបកអំណាចខ្មែរសូមអំពាវនាវឲ្យពលរដ្ឋជនរួមជាតិខ្មែរទាំងអស់ចូលរួមសកម្មភាពតស៊ូគោលនយោបាយជាមួយនឹងគណៈបកអំណាចខ្មែរដោយទាមទារឲ្យបាននៅ5ចំណុចដូចខាងក្រោម 1. ទាមទារឲ្យរំលាយកោជបបច្ចុប្បន្នដែលជាកោជបរបស់គណៈបកប្រជាជនកម្ពុជានិងគណៈបកសង្គ្រោះជាតិនោះចោលហើយបង្កើតកោជបឯករាជ្យពិតប្រាកដដែលមិនមែនជាកូតារបស់គណៈបកនយោបាយ 2. ទាមទារឲ្យលុបឈ្មោះជនជាតិយួននិងជនបរទេសទាំងអស់ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត 3. ទាមទារឲ្យពលរដ្ឋខ្មែរទាំងអស់ដែលទៅធ្វើការឬទៅរស់នៅបរទេសមានសិទ្ធិបោះឆ្នោតនិងបានបោះឆ្នោតដោយពលរដ្ឋខ្មែរនៅក្នុងស្រុកដែរ 4. ទាមទារឲ្យមានច្បាប់ផ្ដល់សិទ្ធិឲ្យពលរដ្ឋលើកស្នើបេក្ខភាពអ្នកចង់ឈរឈ្មោះជាតំណាងរាស្ត្រហើយឈប់ឲ្យគណៈបកនយោបាយតែងតាំងបេក្ខជនតទៅទៀត 5. ទាមទារឲ្យមានច្បាប់កំណត់អាណត្តិបេក្ខជនអ្នកចង់ឈរឈ្មោះជានាយករដ្ឋមន្ត្រីត្រឹមតែ2អាណត្តិហើយបេក្ខជននាយករដ្ឋមន្ត្រីនិងបេក្ខជនអ្នកតំណាងរាស្ត្រក្នុងមណ្ឌលនីមួយៗត្រូវឡើងជជែកតទល់គ្នាជាសាធារណៈឲ្យពលរដ្ឋសួរដេញដោលដើម្បីឲ្យពលរដ្ឋមានមូលដ្ឋានសម្រេចចិត្តជ្រើសរើស យើងរួមគ្នាប្រើអំណាចខ្មែរដើម្បីសម្រេចជោគវាសនាជាតិនិងការពារមាតុភូមិខ្មែរ ពលរដ្ឋជនរួមជាតិខ្មែរអ្នកស្នេហាជាតិដែលចង់ចូលរួមជាមួយនឹងគណៈបកអំណាចខ្មែរដើម្បីបុព្វហេតុជាតិសេរីភាពនិងវីរៈជនសូមទំនាក់ទំនងមកបណ្ដាញប្រតិបត្តិនៃគណៈបកអំណាចខ្មែរតាមរយៈទូរស័ព្ទលេខ 076 77 77 100 កុដ 098 70 00 90 និង 023 88 27 43 សូមអរគុណ បន្តទៅទៀតនេះសូមលោកអ្នកនាងតាមដានស្ដាប់ឡើងវិញនៅប្រសាសន៍របស់លោកស៊ូនសេរីរដ្ឋាប្រធានគណៈបកអំណាចខ្មែរដែលបានថ្លែងក្នុងវេទិកាបណ្ដុះបណ្ដាលភាពជាអ្នកនយោបាយដល់យុវជនកាលពីថ្ងៃទី11ខែមិថុនាឆ្នាំ2016នៅខេត្តបាត់ដំបងខេត្តនេះ លោកស៊ុនរដ្ឋាបាទខ្ញុំសូមជម្រាបសួរបងប្អូនលោកយាយលោកតាដែលមានវត្តមាននៅទីនេះទាំងអស់គ្នាគឺជាថ្ងៃមួយដែលសប្បាយរីករាយមែនទែនដែលខ្ញុំបានមកជួបបងប្អូនយើងនៅទឹកដីស្រុកសំឡូតត្រែស្ដៅឃុំមានជ័យពីម្សិលមិញខ្ញុំនៅបៃលិនបាទហើយចេញពីបៃលិនមកឆ្លៀតចូលនៅខាងសាលាឃុំផ្លូវមាសបន្តិចបាទពីព្រោះមានសកម្មជនរបស់យើងបានមានអ្នកមកពីខាងផ្លូវមាសទេលោកសំលេងដៃមានប្រហែលអ្នកអូមានច្រើនបាទសូមអរគុណច្រើនពីម្សិលមិញខ្ញុំបានជួបនឹងមេឃុំផ្លូវមាសបាទពីព្រោះគាត់បានកោះអញ្ជើញសកម្មជនតំណាងបករបស់យើងឲ្យទៅជួបគាត់វាអត់ដឹងជួបរឿងអីបាទពេលដែលសកម្មជនបករបស់យើងបានចែកលិខិតអញ្ជើញដែលយើងជួបជុំគ្នានៅថ្ងៃនេះណាអញ្ចឹងទៅមេភូមិនៅក្នុងឃុំផ្លូវមាសហ្នឹងគាត់ថាគណៈបកអំណាចខ្មែរហ្នឹងទៅដណ្ដើមប្រជាជនរបស់គាត់ខ្ញុំអត់ដឹងថាមកដល់ថ្ងៃហ្នឹងដែលខ្ញុំធ្លាប់សិក្សារៀនសូត្រផ្នែកច្បាប់ធ្លាប់ធ្វើការនៅក្នុងស្រុកខ្មែររហូតធ្វើលេងកើតជាដេញទិញណាត់ទិញណែងរត់ចោលប្រទេសតែនៅវិលមកវិញពីកាត់ទោសមាន10 20ឆ្នាំជាប់គុកចម្រាំបានមានការលើកលែងទោសបានបើកគណៈបកនយោបាយមួយដើម្បីធ្វើនយោបាយស្របច្បាប់ខ្ញុំអត់ដែលឃើញច្បាប់ណាគេកំណត់ថាពលរដ្ឋក្នុងភូមិជាកម្មសិទ្ធិរបស់មេភូមិជាកម្មសិទ្ធិរបស់មេឃុំអត់មាននោះប៉ុន្តែមិនដឹងអស់លោកមេភូមិមេឃុំហ្នឹងគាត់មានច្បាប់ពីណា
đại quật mà tha chụp tiêu rát bạc quật chụp mì phum chụp tiêu rát bạc quật chụp mì không tại mà sao mình biết mì không play mì nó quật tranh mà có ta quật sạch cành mong tăng từ năm 82 màu chúng ta không đâu một cả sạch cành mình đã được không mà thôi mình vô bái đã bay qua rừng lương qua sạch cành nhưng cho lại đã qua sạch cành ngay nhà thuê bạc nhà trọc nhà thuê bạc tôi rọtទី1ទី2ដល់ពេលនិយាយពីរឿងមេភូមិគាត់គម្រាមកំហែងសកម្មជនរបស់យើងដែលចែកលិខិតអញ្ជើញឲ្យមកជួបជុំគ្នាថ្ងៃនេះគាត់និយាយយករួចខ្លួនគាត់ថាទេមេភូមិមិនមែនជាមន្ត្រីក្របខ័ណ្ឌក្រសួងមហាផ្ទៃទេតាមច្បាប់គឺអញ្ចឹងមែនមេភូមិគាត់មិនមែនជាមន្ត្រីក្របខ័ណ្ឌក្រសួងមហាផ្ទៃទេប៉ុន្តែមេភូមិទាំងអស់នេះចង្រៃគ្រប់ភូមិបាទវាធ្វើជាមេកំមៃធ្វើជាមេថ្មត់ដេអាបដែលគម្រាមកំហែងគេសម្លឹកគេគ្រប់គ្នាអត់មែនជាមន្ត្រីក្របខ័ណ្ឌទេប៉ុន្តែមេខំក្រុមប្រឹក្សាខំគ្រប់ខំនឹងគាត់ប្រើមេភូមិនោះមានរឿងអីគាត់ប្រើមេភូមិនោះជាដៃជាជើងរបស់គាត់ហើយដល់ពេលមកសម្លឹកគម្រាមអ្នកស្រុកដល់ពេលយើងទៅដល់គាត់ថាមេភូមិមិនមែនមន្ត្រីក្របខ័ណ្ឌប៉ុន្តែលោកមេខំក្រុមប្រឹក្សាខំនោះអ្នកប្រើទៅតាមច្បាប់អញ្ចឹងមែនមេភូមិគ្រាន់តែជាអ្នកនាំសារបើសិនជាខំមានកិច្ចការប្រជុំគេឲ្យមេភូមិនឹងជួយនាំដំណឹងមកជូនពលរដ្ឋក៏អញ្ជើញពលរដ្ឋទៅប្រជុំនៅសាលាឃុំបើសិនជាពលរដ្ឋមានគម្រោងចង់ស្នើសុំអភិវឌ្ឍអ្វីមួយក្នុងឃុំមេភូមិនឹងអ្នកនាំសារពីពលរដ្ឋទៅប្រាប់ក្រុមប្រឹក្សាឃុំថាណែតម្រូវការរបស់ភូមិរបស់ពលរដ្ឋក្នុងភូមិខ្ញុំមានអីខ្លះត្រូវការអណ្ដូងទឹកត្រូវការផ្លូវលំត្រូវការសាលារៀនត្រូវការមណ្ឌលសុខភាពត្រូវការសេវាការពារផ្សេងៗទៀតមេភូមិនឹងត្រូវនាំសារទៅប្រាប់ក្រុមប្រឹក្សាឃុំសង្កាត់មេឃុំនឹងដើម្បីលើកគម្រោងស្នើទៅថ្នាក់ជាតិទៅរកជំនួយពីអង្គការណាមកជួយពលរដ្ឋក្នុងភូមិរបស់ខ្លួនប៉ុន្តែមេភូមិកន្លងមកអត់ធ្វើអញ្ចឹងអត់ទេបងអញ្ចឹងបានថាមិនចង្រៃគ្រប់ភូមិទាំងអស់មេភូមិខ្លះគឺល្អដែរណាប៉ុន្តែមេភូមិដែលដើរសម្លឹកប្រើអំណាចមកសម្លឹកសិទ្ធិថាពលរដ្ឋប្រជាជនរបស់អញហ្នឹងអាហ្នឹងគឺមេភូមិចង្រៃហ្មងបាទហើយមេឃុំណាដែលចេញមកអួតតែខ្លួនឯងស្ដេចក្រាញ់ហ្នឹងគឺដែលយើងមកកោះអាពួកស្ដេចក្រាញ់នឹងចោលហ្មងបាទអត់មានត្រូវខ្លាចទេអញ្ចឹងហើយបានខ្ញុំជម្រាបថាហេតុអីបានយើងដាក់ឈ្មោះថាគណៈបកអំណាចខ្មែរគណៈបកអំណាចខ្មែរគឺចង់ដាស់រំលឹកពលរដ្ឋខ្មែរទាំងអស់គ្នាឲ្យដឹងខ្លួនថាយើងទាំងអស់គ្នាម្នាក់ម្នាក់យើងមានអំណាចយើងមានអំណាចប៉ុន្តែអំណាចរបស់យើងនេះគឺយើងគោរពច្បាប់ហើយច្បាប់មិនមែននៅក្រោមបុគ្គលណាម្នាក់ទេច្បាប់នៅពីលើមនុស្សគ្រប់គ្នាចង់លោកឯងធ្វើការអីទៅប៉ុណ្ណាក៏ដោយក៏ត្រូវនៅក្រោមច្បាប់ដែរមិនមែនអស់លោកអ្នកធ្វើច្បាប់យកច្បាប់ទៅប្រាប់គ្រូអង្គុយប៉ុន្តែយកច្បាប់មកគម្រាមពលរដ្ឋដែលអត់ដឹងអីទេកន្លងមកគឺអញ្ចឹងមិនថាត្រឹមអ្នកតូចអ្នកធំទេស្រុកគេគឺយកច្បាប់ធ្វើធំតាមស្រុកខ្ញុំស្រុកផ្លែជាងគេនេះយកអ្នកធំធ្វើច្បាប់ឲ្យតែអ្នកធំនិយាយត្រូវទាំងអស់អ្នកតូចគ្នាវេទនាអ្នកតូចគ្នាត្រូវការអីមួយគឺថាអត់ដែលត្រូវចេះតែខុសអាអ្នកធំអង្គុយនិយាយទោះបីតែនិយាយមកក្លិនស្រាងងួងក៏នៅតែត្រូវច្បាប់ដែរបាទឥឡូវយើងដល់ពេលវេលាបងប្អូនយើងអត់ត្រូវខ្លាចទេបើយើងខ្លាចពីបានដូចយើងយកអំណាចរបស់យើងដកអំណាចពីខ្លួនរបស់យើងយកទៅឲ្យគេធ្វើបាបយើងអញ្ចឹងហើយគណៈបកអំណាចខ្មែរដែលចោះបញ្ជីការត្រឹមត្រូវមានច្បាប់ត្រឹមត្រូវនៅក្រសួងមហាផ្ទៃហើយមានសិទ្ធិធ្វើវេទិកានយោបាយអប់រំសិទ្ធិនយោបាយដល់ពលរដ្ឋនៅទូទាំងប្រទេសយើងបានបើកយុទ្ធនាការគឺថាគ្រប់ឃុំសង្កាត់ទាំងអស់នៅទូទាំងប្រទេសគឺចាប់ពីពេលនេះតទៅហើយតាំងពីថ្ងៃទី1ខែតុលាឆ្នាំ2015ដែលខ្ញុំបានមកដល់ប្រទេសខ្មែរគឺខ្ញុំបានចុះច្រើនខេត្តច្រើនឃុំច្រើនសង្កាត់យើងឃើញពលរដ្ឋខ្មែររបស់យើងទៅកន្លែងណាក៏កើតជំងឺដែរតែជំងឺខ្លះពេទ្យព្យាបាលជា
ជំនួយខ្លះពេទ្យព្យាបាលអត់ជាទេប៉ុន្តែតើនយោបាយបានព្យាបាលជាដូច្នេះបានជាយើងបើកឲ្យមានវេទិកាអប់រំសិទ្ធិនយោបាយទីមួយសំខាន់បំផុតឲ្យបងប្អូនទាំងអស់គ្នាស្គាល់ថាតើនយោបាយជាអ្វីបាទពីព្រោះពលរដ្ឋខ្មែរយើងច្រើនដែលតែងគិតថានយោបាយគួរឲ្យខ្លាចនយោបាយមិនត្រូវចូលរួមទេពីព្រោះនយោបាយសម្រាប់តែក្រុមគេពួកអ្នកចង់ធ្វើនាយករដ្ឋមន្ត្រីចង់ធ្វើតំណាងរាស្ត្រចង់ធ្វើរដ្ឋមន្ត្រីកុងសីចវាយខេត្តអីហ្នឹងបានគេចាំធ្វើនយោបាយចំណែកយើងពលរដ្ឋយើងមិនបាច់គិតមិនបាច់គូមិនបាច់ខ្វល់អីរឿងនយោបាយអាហ្នឹងគឺជារឿងមួយខុសពីព្រោះបើសិនជាបងប្អូនអត់ស្គាល់អត់យល់អ្វីសោះអំពីនយោបាយគឺនយោបាយធ្វើបាបបងប្អូនរហូតនយោបាយធ្វើបាបបងប្អូនរហូតបងប្អូនកាន់តែរត់ចេញពីនយោបាយគឺនយោបាយរត់តាមចងកម្មពីជាមួយបងប្អូនរហូតហើយបើបងប្អូនអត់ដឹងអ្វីសោះពីនយោបាយបោកបងប្អូនរហូតដូច្នេះទិសដៅរបស់គណៈបកអំណាចខ្មែរគឺធ្វើឲ្យបងប្អូនកុំខ្លាចនយោបាយហើយចូលរួមជាមួយនយោបាយហើយកុំគិតថានយោបាយសម្រាប់តែអ្នកដែលចង់ធ្វើនាយករដ្ឋមន្ត្រីនយោបាយសម្រាប់តែអ្នកដែលចង់ធ្វើធំគឺនយោបាយសម្រាប់បងប្អូនទាំងអស់គ្នាជាពលរដ្ឋទាំងស្រីទាំងប្រុសទាំងក្មេងទាំងចាស់ហើយនយោបាយនេះឯងដែលធ្វើឲ្យបងប្អូនមានបាយឬក៏អត់បាយនោះបាទបើនយោបាយគេធ្វើបងប្អូនអត់បាយគឺអត់មានការច្រកឆ្នាំងទេបងប្អូនបើនយោបាយគេធ្វើបងប្អូនក្រគឺក្រហើយបើនយោបាយគេធ្វើបងប្អូនមានគឺមានហើយដូច្នេះបើសិនជាបងប្អូនអត់យល់ពីនយោបាយខ្លាចនយោបាយរត់ចេញពីនយោបាយគឺនយោបាយតាមចងកម្មពីជាមួយបងប្អូនរហូតហើយដូច្នេះចាប់ពីពេលនេះទៅអត់ត្រូវរត់ចេញទេអត់ត្រូវធ្វើមិនដឹងមិនលឺទេត្រូវតាមឲ្យស្អិតគិតឲ្យចំទៅឲ្យដល់ហើយសំខាន់បំផុតត្រូវដឹងថានយោបាយជាអ្វីពិតប្រាកដហើយជាពិសេសគឺត្រូវស្គាល់មុខអ្នកនយោបាយតែម្ដងស្គាល់មុខអ្នកនយោបាយមិនត្រូវស្គាល់ធម្មតាទេគឺត្រូវស្គាល់ដូចតួកំ pl ែងដូចតួកាន់ដូចតួចម្រៀងអញ្ចឹងគឺត្រូវស្គាល់មុខច្បាស់ចេញមកគាត់ឮសូរសំឡេងនិងសំឡេងអ្នកណាហ្មងរាល់ថ្ងៃខ្ញុំឃើញពលរដ្ឋខ្មែរស្គាល់អ្នកចម្រៀងច្រើនជាងអ្នកនយោបាយបើស្ដាប់គ្រាន់ស្ដាប់ចម្រៀងគាត់ឮសូរចម្រៀងអូអានោះចម្រៀងរបស់ព្រាបសវត្ថតែបើឮសំឡេងអ្នកនយោបាយអត់ដឹងសំឡេងអ្នកណាទេអាហ្នឹងឯងដែលគ្រោះថ្នាក់ណាចាប់អារម្មណ៍ខ្លាំងទៅលើសិល្បៈអត់មានអីអ្វីខុសទេក៏ប៉ុន្តែសំខាន់បងប្អូនបន្ថែមការចាប់អារម្មណ៍មួយទៀតទៅលើអ្នកនយោបាយផងត្រូវដឹងថាអ្នកនយោបាយណាមកពីបកណាអ្នកនយោបាយបកនីមួយៗនឹងអ្នកណានិយាយយ៉ាងម៉េចសន្យាយ៉ាងម៉េចហើយធ្វើយ៉ាងម៉េចពីព្រោះអ្នកនយោបាយដូចខ្ញុំជម្រាបអញ្ចឹងអ្នកនយោបាយអ្នកធ្វើឲ្យបងប្អូនមានអ្នកធ្វើឲ្យបងប្អូនក្រអ្នកធ្វើឲ្យបងប្អូនរស់អ្នកធ្វើឲ្យបងប្អូនងាប់បើសិនជាយើងមិនខ្វល់ពីអ្នកនយោបាយទុកនយោបាយនឹងឲ្យទៅមកគ្រួសារឬឲ្យទៅបុគ្គលម្នាក់នឹងគិតអាម្នាក់នឹងនាំយើងធ្លាក់ទឹកគឺធ្លាក់ហើយយើងមានប្រវត្តិប្រវត្តិរបស់យើងគឺដោយសារតែពលរដ្ឋយើងមិនបានគិតពីនយោបាយមិនសូវចាប់អារម្មណ៍នយោបាយគឺថាមនុស្សម្នាក់នាំឲ្យយើងធ្លាក់ចូលក្នុងរបបមួយងាប់អស់ជាង3លាននាក់ហើយងាប់អស់ជាង3លាននាក់នេះអត់មាននរណាទទួលខុសត្រូវថាអ្នកណាជាមេកំណត់ទេអ្នកណាជាមេឃាតករទេអន្តរជាតិគឺបានចំណាយលុយរាប់ពាន់លានដុល្លារដើម្បីបង្កើតតុលាការស្វែងរកការពិតដើម្បីបង្កើតតុលាការស្វែងរកយុត្តិធម៌ឲ្យជនរងគ្រោះខ្មែរក៏ប៉ុន្តែមកដល់ថ្ងៃនេះគឺថាអត់ទាន់មានបានយុត្តិធម៌ឲ្យជនរងគ្រោះខ្មែរទេហើយស្រុកសំឡូតនេះមានប្រវត្តិសាស្ត្រខ្ញុំមិនដែលបានដល់គ្រោះនៅទីនេះទេប៉ុន្តែការសិក្សារបស់យើងបានដឹងថាមានប្រវត្តិសាស្ត្រគឺតាំងពីយើងនៅបះបោដំបូងគឺនៅក្នុងទសវត្សរ៍ឆ្នាំ70ខ្ញុំមិនដឹងថាមានបងប្អូនយើងណាខ្លះដែលជាអ្នកស្រុកសំឡូតដើមមានទេអត់មានទេមាននៅអ្នកនៅស្រុកតាំងពីដើមមកតាំងមុនសម័យសង្គ្រាមបាទមើលសុំលើកដៃសុំស្គាល់ខ្លះមើលអូបាទអរគុណច្រើនបាទដូច្នេះខ្ញុំជឿថាបងប្អូនយើងបានស្គាល់ច្បាស់ហើយបាទតើអ្នកនយោបាយគេយកខ្ជូងមកលៀបមុខយើងជាពលរដ្ឋឲ្យឈ្លោះគ្នាឲ្យស្អប់គ្នាឲ្យសម្លាប់គ្នាយ៉ាងម៉េច
ទីបំផុតយើងបង្ហូរឈាមតែខ្មែរនិងខ្មែរបរទេសយួនសៀមឈ្លានពានគេសบายចិត្តហើយទីបំផុតយើងអ្នកតស៊ូអត់បានអីទេអ្នកស្នេហាជាតិអត់បានអីទេតែអាអ្នកបានបបោច្រើនជាងគេគឺពួកអ្នកស្នេហាចោលបាទអ្នកស្នេហាជាតិត្រូវបានគេបោកប្រាស់ឲ្យយើងទៅរាំងមុខក្របកំភ្លើងឲ្យយើងយកឈាមយកទៅក្រាលនៅសមរភូមិយកជីវិតទៅពលិកម្មប៉ុន្តែអាមេដឹកនាំស្នេហាចោលទទួលបានគេហៅថាជ័យភ័ណ្ឌនយោបាយគឺថាច្រើនស្អីស្កាស់រាប់ម្ដងដូច្នេះដំណាក់កាលនេះគឺជាដំណាក់កាលថ្មីរបស់បងប្អូនប្រទេសខ្មែររបស់យើងមិនអាចរស់នៅដោយឯកោពីពិភពលោកទៀតទេចំណែកលទ្ធិកុម្មុយនីសក៏ដួលរលំបន្តិចម្ដងស្ទើរតែអស់ហើយនៅក្នុងពិភពលោកប្រទេសកុម្មុយនីសមួយចំនួនបានរក្សាលទ្ធិនយោបាយកុម្មុយនីសក៏ប៉ុន្តែទីផ្សារបានបដូរទៅជាទីផ្សារសេរីហើយបាទបានផ្លាស់ប្ដូរផលិតផលបានដោះដូរផលិតផលទៅជាទីផ្សារសេរីដើម្បីរកសេដ្ឋកិច្ចចិញ្ចឹមប្រជាជាតិរបស់គេនៅប្រទេសខ្មែររបស់យើងគឺដូចគ្នាពលរដ្ឋរបស់យើងត្រូវតែចាប់ផ្ដើមកសាងជីវភាពមួយឲ្យរឹងមាំហើយការកសាងជីវភាពឲ្យរឹងមាំគឺចាប់ផ្ដើមអំពីការចូលរួមឲ្យសកម្មក្នុងនយោបាយស្គាល់ឲ្យច្បាស់អំពីចរិតអំពីសម្ដីអំពីការដឹកនាំរបស់អ្នកនយោបាយបកនយោបាយគណៈបកខ្លះគេបង្កើតជាគណៈបកនយោបាយគេគិតទៅពីបោះសន្យាគេថាទៀមទាបោះឆ្នោតគ្រប់គ្រងទៅគេនឹងឲ្យនេះឲ្យនោះប៉ុន្តែខុសពីគណៈបកអំណាចខ្មែរគណៈបកអំណាចខ្មែរអត់យកការសន្យាអ្វីមួយមកឲ្យបងប្អូនទេប៉ុន្តែយកមកស្រាយទឹកប្រកាសឲ្យបងប្អូនយកទៅគិតបើបងប្អូនគិតថាដំណោះស្រាយនឹងសមរម្យបងប្អូនចូលរួមស្រាយពីព្រោះយើងត្រូវការកម្លាំងស្រាយគឺនៅលើបងប្អូនប៉ុន្តែគណៈបកដែលគេចូលចិត្តសន្យាគឺគេនៅតែសន្យាអញ្ចឹងតែដល់កន្លែងណាក៏សន្យាដែរថ្មីនេះមេបកមួយនោះគាត់ដើរសន្យាថាបើឈ្នះខុំណាគាត់ឲ្យម៉ូតូមួយដល់មេខុំហើយអ្នកដែលបន្តគាត់ឲ្យមេគោមួយទៀតបាទប៉ុន្តែបងប្អូនចិត្តណាគិតឡើងវិញណាបើគាត់ឲ្យម៉ូតូយើងមួយគ្រឿងឬឲ្យមេគោយើងមួយយើងត្រូវសួរថាគាត់បាននៅពីណាពេលដល់ទទួលអំណាចពីអ្នកណាម្នាក់អំណាចគេឲ្យយើងយកទៅបងប្អូនកុំខ្វល់ឲ្យអីចេះតែយកទៅឲ្យទៅគេឲ្យប៉ុន្តែយើងត្រូវគិតថាអ្នកឲ្យយើងនឹងបានលុយមកពីណាពីព្រោះពួកអស់ហ្នឹងគឺជាអ្នកបម្រើយើងហ្នឹងណាតាមនាយករដ្ឋមន្ត្រីតាមប្រធានសភាសមាជិកសភាអ្នកធំប្រាក់ផ្កាយប្រាក់សាក់ប៉ុណ្ណាក៏ដោយអត់មែនជាចវាយរបស់យើងជាពលរដ្ឋទេគឺជាអ្នកបម្រើរបស់យើងស៊ីប្រាក់ខែរបស់យើងលុយដែលបានប្រាក់ខែនោះគឺលុយជាតិហើយលុយជាតិនឹងបងប្អូនទាំងអស់គ្នាពលរដ្ឋទាំងអស់គ្នានោះគឺជាសហកម្មសិទ្ធិសហនៃម្ចាស់កម្មសិទ្ធិអញ្ចឹងប្រាក់ខែពួកអ្នកអស់ហ្នឹងគឺស៊ីឈ្នួលយើងបើទៅស៊ីឈ្នួលយើងសោះគេសល់លុយទិញអំណោយមកចាយយើងយកអំណោយយើងយកចុះប៉ុន្តែយើងត្រូវឆ្លាតយើងសួរថាអាពួកនឹងបានលុយពីណាមកទិញអំណោយចាយយើងវាមានតែស៊ីឈ្នួលយើងហើយប្លន់លុយយើងទៀតបានសល់លុយបើត្រឹមមកស៊ីឈ្នួលយើងយកប្រាក់ខែពីយើងមកបម្រើយើងណានាយករដ្ឋមន្ត្រីក៏គ្មានសល់លុយមកចាយអំណោយឲ្យយើងដែរពីព្រោះនាយករដ្ឋមន្ត្រីប្រាក់ខែបើគិតកាលពីសម័យខ្ញុំនៅធ្វើការនៅក្នុងប្រទេសខ្មែរមុនពេលខ្ញុំចេញទៅសិក្សានៅសហរដ្ឋអាមេរិកមុនពេលគេបិទច្រកខ្ញុំមិនឲ្យចូលប្រទេសខ្មែរប្រាក់ខែខ្ញុំ$2726ក្នុងមួយខែប្រាក់ខែនាយករដ្ឋមន្ត្រីក៏តិចជាងខ្ញុំដែរប្រាក់ខែរដ្ឋមន្ត្រី3ខែទៅ4ខែបានស្មើប្រាក់ខែខ្ញុំមួយខែអានេះខ្ញុំស៊ីប្រាក់ខែរបស់មូលនិធិអន្តរជាតិពីអង្គការអន្តរជាតិបើបងថ្ងៃហ្នឹងក៏ដូចគ្នា
បើគិតអំពីប្រាក់ខែនាយករដ្ឋមន្ត្រីប្រាក់ខែរដ្ឋមន្ត្រីប្រាក់ខែតំណាងរាស្ត្រប្រាក់ខែប្រធានសភាហើយនឹងការចំណាយរបស់គ្រួសាររបស់ពួកគាត់គ្មាននរណាមួយខ្សត់លុយមកចាយចំណាយយើងទេប៉ុន្តែហេតុអីក៏ទៅជិះឡានល្អជាងយើងហេតុអីគេនៅផ្ទះវេលា 3-4 ម្នាក់ឯងហេតុអីក៏គេមានអ្វីគ្រប់សពបែបយ៉ាងហើយមកសល់លុយមកដើរទិញនេះទិញនោះចាយយើងពួកអស់នឹងបើមិនប្លន់ជាតិបើមិនលួចជាតិបើមិនលួចទ្រព្យសម្បត្តិរបស់ពលរដ្ឋអត់មានសល់ទេបងប្អូនគឺទ្រព្យសម្បត្តិរបស់យើងទាំងអស់គ្នាហ្នឹងដូច្នេះគោលដៅទិសដៅសំខាន់របស់គណៈបកអំណាចខ្មែរដែលបើកវេទិកាអប់រំសិទ្ធិនយោបាយគឺនៅត្រង់ចំណុចហ្នឹងគឺយកការពិតមកប្រាប់បងប្អូនមកបង្រៀនបងប្អូនឲ្យបងប្អូនយល់ឲ្យបងប្អូនស្គាល់ថាខ្លួនឯងមានអំណាចបើអត់ទាន់ហ៊ានប្រើអំណាចដើម្បីធ្វើអីសោះប៉ុន្តែយ៉ាងហោចណាស់យើងចាប់ផ្ដើមអំពីការហ៊ានប្រើអំណាចដើម្បីសួរបាទយើងអត់ទាន់គិតថាយកអំណាចទៅប្រើអីលើពីការសួរប៉ុន្តែយ៉ាងហោចណាស់ទាំងអស់គ្នាយើងត្រូវហ៊ានសួរពីព្រោះក្រំទៅសួរអត់ទាន់មានទោសទេបងប្អូនអត់ទាន់មានទោសអីទាំងអស់ក្រំទៅសួរថាឡាននឹងថ្លៃប្រមាណបានលុយពីណាមកទិញចុះប្រាក់ខែមួយខែប្រមាណហើយចាយអស់មួយខែសល់ប្រមាណបានសល់លុយទិញឡានថ្លៃជាង10-20 ម៉ឺនលានដុល្លារអត់ទាន់មានទោសទេប៉ុណ្ណឹងដូច្នេះអំណាចដែលបងប្អូនត្រូវចាប់ផ្ដើមហើយសាមញ្ញបំផុតដែលអាចធ្វើបានទាំងអស់គ្នាគឺចាប់ផ្ដើមហ៊ានសួរអ្នកនយោបាយចាប់ផ្ដើមហ៊ានសួរអ្នកដឹកនាំពីព្រោះបើយើងមិនហ៊ានសួរមិនហ៊ានបិទសួរទេគឺថាគេបោកជាងរហូតចំណុចហ្នឹងឯងដែលជាថ្នាំពេទ្យជាឱសថសម្រាប់ព្យាបាលជំងឺរបស់ពលរដ្ឋយើងដែលខ្ញុំហៅថាជាជំងឺខ្លាចនឹងដោយសារយើងអត់ស្គាល់ថាយើងមានអំណាចខ្លាចនឹងដោយសារយើងបោះអំណាចពីខ្លួនយើងអស់យកទៅឲ្យគេអស់រលីងបើពេលគេបានអំណាចដែលយើងផ្ដល់ឲ្យគេយកមកជិះចាំយើងវិញសំបីតែសួរគេមិនឲ្យយើងសួរផងអាខាងអ្នកកាន់អំណាចមិនឲ្យយើងសួរជារឿងមួយដែលបង្ហាញអំពីទង្វើការដឹកនាំផ្ដាច់ការរបស់ពួកអ្នកកាន់អំណាចក៏ប៉ុន្តែអានេះអត់ទាន់បានកាន់អំណាចក៏មិនឲ្យយើងសួរដែរនេះបាទអ្នកដែលមិនទាន់បានកាន់អំណាចក៏ខ្លាចសំណួររបស់ពលរដ្ឋដែរនេះអានឹងក៏យើងត្រូវយកមកគិតគូរព្រៀបផ្ទឹមគ្នានេះដែរពីព្រោះបើមិនទាន់បានកាន់អំណាចផងខ្លាចសំណួររបស់ពលរដ្ឋហើយមិនហ៊ានឲ្យពលរដ្ឋសួរអញ្ចឹងដល់ពេលកាន់អំណាចទៅគឺថានិយាយទៅគ្នាទេមកតបនឹង4ទេអាពួកហ្នឹងបាទដូច្នេះគណៈបកអំណាចខ្មែរគឺដាច់ខាតយើងចុះមកនេះគឺដើម្បីធ្វើយ៉ាងម៉េចដើម្បីអត់ពលរដ្ឋទាំងអស់គ្នាប្រាប់ពលរដ្ឋទាំងអស់គ្នាថាយើងទាំងអស់គ្នាមានអំណាចហើយការចាប់ផ្ដើមប្រើអំណាចរបស់យើងគឺចាប់ផ្ដើមអំពីការហ៊ានសួរទៅមើលដឹកនាំសួរទៅអ្នកនយោបាយសួរទៅតំណាងរាស្ត្រសួរទៅគ្រប់សពទាំងអស់ពីព្រោះអានេះគឺជាសិទ្ធិដែលមានចែងនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញរបស់យើងច្បាប់រដ្ឋធម្មនុញ្ញរបស់យើងបានសរសេរច្បាស់ណាស់ថាពលរដ្ឋប្រើសិទ្ធិអំណាចរបស់ខ្លួនតាមរយៈសមាជិកសភាអញ្ចឹងមានន័យថាបើយើងគ្មានឱកាសសួរផ្ទាល់ទេបើអស់លោកធំទាំងអស់នឹងអត់ចោះមកផ្ទាល់ទេយើងត្រូវប្រើអំណាចរបស់យើងសរសេរជាសំណួរទៅតាមរយៈសមាជិកសភាឲ្យសមាជិកសភានឹងសួរជំនួសយើងប៉ុន្តែវាបញ្ហាទៀតបញ្ហាត្រង់ថាយើងបោះឆ្នោតកន្លងមកអត់ដែលបានសភាតំណាងរាស្ត្រទេដឹងខ្លួនអត់ខ្ញុំសួរបងប្អូនទាំងអស់គ្នាថាទាំងអស់គ្នាដឹងខ្លួនថាយើងអត់ដែលមានតំណាងរាស្ត្រអត់ដឹងទេរាល់ថ្ងៃនេះនៅក្នុងសភារាល់ថ្ងៃអត់មានតំណាងរាស្ត្រម្នាក់ទេទាំងអស់គ្នានឹងគឺសុទ្ធតែតំណាងបកទាំងអស់68មកពីគណៈបកប្រជាជនតំណាងឲ្យគណៈបកប្រជាជន55មកពីគណៈបកសង្គ្រោះជាតិតំណាងឲ្យគណៈបកសង្គ្រោះជាតិដូច្នេះអត់មានសភាតំណាងរាស្ត្រសូម្បីតែម្នាក់ឥឡូវគេយកពាក្យតំណាងរាស្ត្រមកបោកបងប្អូនគេថាគេតំណាងរាស្ត្រប៉ុន្តែតាមពិតគេធ្វើការតំណាងឲ្យបកបំរើឲ្យបក
បើបាក់ថាលើកដៃបោះឆ្នោតលើកទាំងអស់គ្នាបើបាក់ថាទេអត់លើកដៃទេច្បាប់ហ្នឹងអត់លើកដៃទាំងអស់គ្នាបាក់ថាអត់ចូលប្រជុំអត់ចូលប្រជុំទាំងអស់គ្នាបាក់ថាអត់ធ្វើអ្វីគឺអត់ធ្វើទាំងអស់គ្នាតែបើបាក់ចំណងថាត្រូវតែលើកដៃធ្វើច្បាប់នឹងចេញក្នុងរយៈពេលមួយល្ងាចនោះមួយថ្ងៃនោះគឺលើកដៃធ្វើអញ្ចឹងគឺថាការធ្វើច្បាប់ការដើរចេញពីកិច្ចប្រជុំការមិនចូលរួមប្រជុំតែពលរដ្ឋដល់ដល់នេះអត់បានអីទាំងអស់ដូច្នេះយើងឃើញបើជាសភាតំណាងរាស្ត្របើជាសភាតំណាងរាស្ត្រតែជាជនទាំងអស់មិននឹងបោះឆ្នោតគឺត្រូវលើកស្នើឡើងដោយរាស្ត្រស្នើឡើងដោយយើងទាំងអស់គ្នាជាពលរដ្ឋហ្នឹងក៏តែយើងមានសិទ្ធិក្នុងការលើកបេក្ខភាពអ្នកឈរឈ្មោះជាតំណាងរាស្ត្រយកទៅឈរឈ្មោះសម្រាប់បោះឆ្នោតអានឹងបានយើងរើសបានតំណាងរាស្ត្រប៉ុន្តែនេះអត់ទេបោះឆ្នោតតាំងពី93រហូតដល់2013ពលរដ្ឋអត់ដែលបានលើកបេក្ខភាពទៅណាម្នាក់ឲ្យឈរឈ្មោះទេគឺដាក់ជាអ្នកតែងតាំងបាក់គឺជាអ្នកតែងតាំងបាក់ប្រជាជនតែងតាំងបេក្ខជនរបស់គណៈបកប្រជាជនទៅបាក់ហ៊ុនស៊ិនប៉ិចតែងតាំងបេក្ខជនរបស់ហ៊ុនស៊ិនប៉ិចទៅបាក់សំរងទីតែងតាំងបេក្ខជនរបស់រាំងទីទៅបាក់សិទ្ធិមនុស្សបាក់សង្គ្រោះជាតិឥឡូវនេះគឺតែងតាំងបេក្ខជនរបស់បាក់សង្គ្រោះជាតិទៅចំណែកបេក្ខជនរបស់ពលរដ្ឋអត់មានតែម្ដងសូម្បីតែម្នាក់ក៏អត់មានដែរអញ្ចឹងហើយបានជាប់ឆ្នោតគេតម្រើបាក់គេដឹងគុណបាក់គេជំពាក់លុយបាក់ជំពាក់បំណុលបាក់ពីព្រោះអ្នកទាំងអស់នោះទៅឈើតំណាងរាស្ត្រឲ្យជាប់ឆ្នោតណាអ្នកខ្លះមិនមែនមកឈើទៅទេទៅបងលុយទេដើម្បីបានលុយរៀងទី1បងប្រមាណ10000ទី2បងប្រមាណ10000ទី3បងប្រមាណ10000អញ្ចឹងទៅហើយសន្យាថាពេលជាប់ជាតំណាងរាស្ត្រត្រូវគោរពតាមគោលការណ៍របស់គណៈបកប្រមាណចំណុចហើយបើមិនគោរពគឺដេញចោលបើពេលគេដេញចោលអស់អាលុយបងឲ្យគេនោះអស់អាលុយបងឲ្យគេនោះប្រពន្ធជាពីព្រោះមុននឹងទៅនឹងសំប្រពន្ធឲ្យរត់ទៅរកលុយមកដើម្បីបងលុយឲ្យលោកមេបកតែវាខុសពីគណៈបកអំណាចខ្មែរគណៈបកអំណាចខ្មែរយើងទៅតែនឹងចោះបញ្ជីបើកបង្កើតគណៈបកហើយយើងទៅតែនឹងចាប់ផ្ដើមសកម្មភាពនយោបាយតែយើងមានគោលការណ៍នយោបាយរបស់យើងមួយច្បាស់លាស់តែជាជនអ្នកឈរឈ្មោះកម្រិតណាក៏ដោយកម្រិតឃុំសង្កាត់ក៏ដោយកម្រិតសភាជាតិក៏ដោយគឺត្រូវតែលើកស្នើបេក្ខភាពពីពលរដ្ឋនៅក្នុងមណ្ឌលនៅក្នុងភូមិនៅក្នុងឃុំក្នុងស្រុកកាលណាពលរដ្ឋលើកស្នើបេក្ខភាពតែសុំឲ្យអ្នកនឹងឈរជាបេក្ខជនអានឹងបានគណៈបកទទួលតែពលរដ្ឋអត់លើកស្នើបេក្ខភាពសុំឲ្យបុគ្គលសុំឲ្យបេក្ខជនរបស់គេឡើងឈរទេគណៈបកអត់តែងតាំងដាច់ខាតអត់តែងតាំងដាច់ខាតពីព្រោះយើងចង់ឲ្យពលរដ្ឋរើសបានបើបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់តែបោះឆ្នោតបានមេឃុំគឺជាបេក្ខជនដែលគាត់លើកឡើងអញ្ចឹងគាត់ស្គាល់ចរិតរបស់មនុស្សនោះគាត់ស្គាល់ភាពថ្លៃថ្នូររបស់អ្នកនោះគាត់ស្គាល់គ្រួសារគាត់ស្គាល់ញាតិសម្ដានគាត់ស្គាល់លក្ខណៈបុគ្គលិកលក្ខណៈរបស់បុគ្គលនោះកុំឲ្យដូចនេះខំម្សិលមិញខ្ញុំទៅជួបចុះគាត់ថាមកគាត់ថាគាត់ស្ដាច់ក្រាញ់ប្រវត្តិខ្មែរយើងទៅស្ដាច់ក្រាញ់គឺស្ដាច់ចង្រៃរបស់គឺតែធ្វើបាបតែគេទេហើយសំបីតែពាក្យចង្រៃចឹងគាត់រើសដាក់ខ្លួនដែរបាទអត់ខ្មាស់ទេបងអញ្ចឹងណាដោយសារតាំងខ្លួនធ្វើជាស្ដាច់ក្រាញ់សង្គមហ្នឹងបានមកជិះជាន់មកតាមដើមដីរបស់ពលរដ្ឋបណ្ដាអ្នកមានអំណាចមាននៅមកទិញមកវាទីតាមអំពើចិត្តហើយពលរដ្ឋទៅធ្វើអត្តសញ្ញាណប័ណ្ណធ្វើសម្បត្តិកំណើតធ្វើបានកម្មសិទ្ធិអីហ្នឹងគឺថាកាន់ដូចអស់អាស័យប្រកាសចង់ហ្នឹងបាទពួកអ្នកមានបើកឡានល្អមកពីក្រុងមកដល់ព្រាមគឺថាទៅអង្គុយចាំពីមុននៅសាលាឃុំហ្នឹងបាទអាហ្នឹងគឺជាវប្បធម៌មួយរបស់ពួកស្ដេចក្រាញ់ដែលយើងទាំងអស់គ្នានឹងត្រូវប្រើកម្លាំងចោលអត់ត្រូវទេតែពួកនឹងទៀតគឺថាខំស្រុករបស់យើងនៅវេទនាអញ្ចឹងនៅតែលំបាកអញ្ចឹងហើយអត់មានអ្នកណាបំរើយើងស្មោះត្រង់ទេយើងចង់បានអ្នកបំរើស្មោះត្រង់
អ្នកបម្រើស្មោះត្រង់របស់យើងគឺចាប់ពីថ្នាក់ខុំថ្នាក់ស្រុកថ្នាក់ខេត្តឡើងដល់ថ្នាក់ជាតិបាទដើម្បីឲ្យយើងបានអ្នកបម្រើស្មោះត្រង់យើងត្រូវលើកបែបជាភាពអ្នកណាឲ្យចូលឈ្មោះធ្វើជាអ្នកបម្រើរបស់យើងកុំឲ្យតាក់តែងតាំងតែតាក់តែងតាំងគឺតែងតាំងអ្នកបម្រើប៉ាឲ្យគឺមិនដែលតែងតាំងអ្នកបម្រើពលរដ្ឋទេអញ្ចឹងហើយបានគណៈបកអំណាចខ្មែរទៅកន្លែងណាក៏ដោយគឺថាបង្រៀនពន្យល់អប់រំពលរដ្ឋឲ្យយល់អំពីសិទ្ធិនិងករណីកិច្ចរបស់ខ្លួនដើម្បីយើងរើសបានអ្នកតំណាងរបស់យើងទៅប្រកបហើយដើម្បីយើងព្យាបាលជំងឺខ្លាចបើយើងព្យាបាលជំងឺខ្លាចនឹងអត់បានទេគឺយើងនៅតែជាជនរងគ្រោះហើយយើងជាទាសកររបស់អ្នកកាន់អំណាចដូច្នេះបើយើងព្យាបាលជំងឺខ្លាចបានយើងលែងទៅជាទាសកររបស់អ្នកកាន់អំណាចយើងលែងទៅជាជនរងគ្រោះហើយយើងខ្លាចទៅជាម្ចាស់នៃជោគវាសនាជាតិហើយជោគវាសនាជាតិនេះអ្នកណាអ្នកសម្រេចឲ្យយើងគឺអ្នកនយោបាយដែលសម្រេចឲ្យបងប្អូនដូច្នេះមុននឹងទៅដល់ការសម្រេចជោគវាសនាជាតិបងប្អូនត្រូវសម្រេចវាសនារបស់អ្នកនយោបាយជាមុនសិនពីព្រោះអ្នកនយោបាយទាំងអស់ហ្នឹងបើសិនជាយើងមិនរួមគ្នាសម្រេចវាសនារបស់ពួកគាត់ទេគឺថាពួកគាត់ធ្វើបាបយើងដល់ពេលយើងផ្ញើសេចក្តីសង្ឃឹមរបស់យើងឲ្យពួកគាត់ដឹកនាំយើងគឺថាពួកគាត់អត់ដឹកនាំយើងអត់បម្រើយើងនោះគាត់ជិះជាន់យើងដូច្នេះហើយបានគណៈបកអំណាចខ្មែរគឺថានាំយកឱសថទឹកនេះគឺជាឱសថមួយដែលមានមកតាំងពីកម្ដៅរបស់យើងគឺអំណាចរបស់យើងជាពលរដ្ឋជាពិសេសគឺពលរដ្ឋខ្មែរគឺយើងត្រូវព្យាបាលខ្លួនឯងឲ្យឆាប់ខ្លាចហើយការព្យាបាលខ្លួនឯងឲ្យឆាប់ខ្លាចនេះគឺចាប់ផ្ដើមអំពីការរើសតំណាងទៅប្រកបរបស់យើងឲ្យបាននៅក្នុងឃុំហើយគណៈបកអំណាចខ្មែរមានសុបិនមួយមានការបដិញ្ញាចិត្តមួយមានការណែនាំមួយចំពោះបងប្អូនពលរដ្ឋខ្មែរនៅក្នុងឃុំសង្កាត់ទូទាំងប្រទេសបងប្អូនបានរបស់ឆ្នោតឃុំសង្កាត់ដល់ឆ្នាំណាអត់ដឹងទេអត់ដឹងទេអត់ដឹងស្ដាប់ព័ត៌មានទេមេឃុំនៅឲ្យបងប្អូនទៅប្រជុំអត់អត់សោះបាទឃើញទេតាមច្បាប់គឺថាមេឃុំនឹងត្រូវតែឲ្យបងប្អូនទៅប្រជុំប្រាប់អំពីព័ត៌មានដែលទទួលបានមកពីលើពីថ្នាក់ជាតិគេបានប្រកាសហើយគេប្រកាសថាបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ2017ឥឡូវ2016នៅឆ្នាំ2017ក្នុងខែមិថុនាឆ្នាំ2017ឥឡូវនេះខែមិថុនាឆ្នាំ2016អញ្ចឹងគឺបោះឆ្នោតឃុំសង្កាត់នៅតែមួយឆ្នាំទៀតទេអញ្ចឹងមួយឆ្នាំបើយើងអត់ធ្វើអីសោះគឺយូរបើយើងដូចចាំយូរប៉ុន្តែបើយើងធ្វើស្រែធ្វើចំការធ្វើការងារធ្វើអ្វីៗគ្រប់សពបែបយ៉ាងវាលឿនមែនទេប្រសាសន៍របស់លោកសួនសេរីរដ្ឋាប្រធានគណៈបកអំណាចខ្មែរដែលបានថ្លែងក្នុងវេទិកាបណ្ដុំបណ្ដាភាពជាអ្នកនយោបាយដល់យុវជនកាលពីថ្ងៃទី11ខែមិថុនាឆ្នាំ2016នៅខេត្តបាត់ដំបងភាគទី1ដែលលោកអ្នកនាងទៅបានស្ដាប់នៅពេលនេះចប់តែប៉ុណ្ណេះភាគបន្តនឹងមានផ្សាយជូនលោកអ្នកនាងស្ដាប់នៅថ្ងៃស្អែកទៀតទេសង្ឃបានចែងព្រឹត្តិការណ៍បានចេញតាប្រកបទឹកណាដីម៉ែក៏សង្ឃសិនអើយហួនបើដៃឆ្នាំ49ថ្ងៃ4មិថុនាតែជឿចាប់ក្រៃថ្ងៃដែលខ្លោចថាម៉ែក្នុងលោកកាកាន់ទុកគ្រប់មកគ្នាខ្លាំងនៅអឺរ៉ុបអាមេរិកាអាស៊ីអ៊ុយត្រាលីជួយរួមទុកព្រួយខ្មែរអើយចូលចាំប្រវត្តិសាវតាចិត្តនឹងសាសនាត្រូវជួនប្រឡ័យពូជសាសវប្បធម៌និងប្រពៃណីខ្មែរស្ទើររលារលត់អស់ហើយប្រលឹងវិរៈជនខ្មែរគ្រប់ជំនាន់ណាសូមជួយដាំទឿន
កូនខ្មែរទាំងឡាយឲ្យមានសាមគ្គីមូលមីធ្លុងមួយរំដងទឹកដីលុងត្រាតែបាននឹងសង្ឃណាត្រូវយួនប្រឡ័យពូជសាំងវប្បធម៌និងប្រពៃណីម៉ែស្ទើរលីរលត់អង្ហើយប្រលឹងវិរៈជនខ្មែរគ្រប់ជំនាន់ហើយសូមជួយដាស់តឿនកូនខ្មែរទាំងឡាយឲ្យមានសាមគ្គីមូលមីធ្លុងមួយរំបងទឹកដីលុងត្រាតែបានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការតាមដានស្ដាប់កម្មវិធីផ្សាយប្រចាំថ្ងៃរបស់ពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសកម្មវិធីផ្សាយរបស់វិទ្យុសំឡេងអំណាចខ្មែរដែលលោកអ្នកនាងប្រិយមិត្តទើបបានស្ដាប់នៅពេលនេះចប់តែប៉ុណ្ណេះយើងខ្ញុំជាសហការីទាំងអស់សូមអរគុណសូមគោរពខ្មែររាល់ថ្ងៃត្រូវតែទម្លាក់បនអាចង់រៃបញ្ចេញពីដីមាតុភូមិស្នេហាបញ្ចោក្បត់ជាតិវិទីអំណាចសាហាវកោកាច់ជាជន់ប្រជាពលរដ្ឋស្លូតត្រល់រួតក្នុងរដ្ឋាដើម្បីស្ថាបនាកម្ពុជាកៅតាន